Saiរឿងដែលប្រសូតទី12បន្ទាប់ពីតាចាស់ម្នាក់នឹងបានធ្វើកម្មបញ្ចេញស្និទ្ធកដាប់ដៃតាជានកាងរបស់និកាយសិនជាមួយនឹងការស្រ័យថាថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយវងសនក៏បានកថាកណ្ដាប់ដៃវជ្ជរាដ៏អស្ចារ្យមែនទេតាចាស់ក៏បន្តឯងគួរតែស្លាប់ទៅព្រោះតែសិល្បៈចាស់របស់ឯងគ្មានផ្លូវអាចងើបឡើងវិញបានឡើយនៃពេលនោះគាត់ក៏បានធ្វើការស្រមនៅចំហាយចូលទៅក្នុងបាតដៃរួចហើយក៏បានស្ទុះវាយប្រហារទៅកាន់វងសនគេក៏បានទប់ទល់វងសនគេក៏បានដឹងឲ្យថាពេជ្រខ្លាំងរបស់គេហេតុនេះគេក៏ត្រូវបានប៉ាំងទប់ទៅសទៅតាចាស់ក៏បន្តនៅពេលតែគាត់អាចធ្វើការរកផ្លូវចេញចំនួនសិល្បៈចាស់នៃពេលនោះគ្មាននរណាម្នាក់អាចធ្វើការហាមឃាត់គាត់បានឡើយនៃពេលនោះវ៉ាងឆាន់ក៏បន្តនៅក្នុងការបដិសិនដើម្បីរកការវាយឆ្មក់ប៉ុន្តែគាត់នៅតែអាចធ្វើការទប់ទល់ព្រមទាំងបានបោះសម្ដីថាកុំចង់យកពងមន់ជ្រុលជាមួយថ្មឲ្យសោះបន្តកាច់ដៃវ៉ាងសនគេពេជ្រឈើក៏បានជូនទៅកាន់កនមីជើងប៉ាងតែហើយអ្នកទាំងពីរក៏បន្តផ្លាស់ប្ដូរនៅកណ្ដាប់ដៃគាត់វាយបដាជាមួយនឹងការប្រាប់ទៅកាន់វ៉ាងសនបដាថាមានបុគ្គលម្នាក់ក៏បានដោះដូរជីវិតរបស់ឯងដូចជាមួយនឹងគម្ពីរព្រះមួយក្បាលដើម្បីការរីកចម្រើននៅសិល្បៈបុរាណឯងគួរតែស្លាប់ដោយសន្តិភាពទេចលងវ៉ាងសនក៏ស៊ីម្ដាយផាច់ប៉ាំងទប់ទៅសទៀតទេហើយគេក៏បានក្រោកឈរឡើងស្ដោះទៅមាត់មកផាច់នឹងក៏និយាយថារៀមច្បងលោកពេជ្រតប៉ែចរន្តពេញហើយស្រកចូលទៅខណៈដែលគាត់ក៏ស្រកចូលមកដូចគ្នានេះពេលនោះគាត់ក៏បានជួនទៅកាន់គេមួយជើងគេក៏បានជួនទៅកាន់គាត់មួយដៃបណ្ដាត្រូវបានប៉ាំងរៀងខ្លួនទេហើយគាត់ក៏បន្តទៅសារថាវ៉ាងសនពេជ្រខ្លាំងមែនទេពេលនេះល្បែងទៅចាប់ផ្ដើមតែប៉ុណ្ណោះឲ្យគេមើលច្បាស់ទៅនេះគ្រាន់តែជាទំព័រដំបូងនៃគម្ពីរដ៏អស្ចារ្យតែប៉ុណ្ណោះវាគ្រប់គ្រាន់ដើម្បីធ្វើឲ្យឯងយល់នៅអំណាចពិតនៃសិល្បៈបុរាណស្រ័យចាស់នៅការសាយភាយបើទោះបីជាសិល្បៈចាស់អាចដែលរស័តបាត់ទៅដូចជាព្រះអាទិត្យលិចក៏យើងមិនព្រមបោះបង់នៅការតស៊ូរបស់យើងឡើយវ៉ាងសនក៏បានកថាការបន្លឺសម្លេងនៃសរីរាង្គខាងក្នុងទាំង5មែនទេតើវាអាចថាមាននៅប្រភពមកពីត្រកូលគម្ពីរសិភៅមាសដែរទេដោយបន្តមកកចាប់ផ្ដើមបញ្ចេញនៅអំណាចរបស់គេចេញអំពីខាងក្នុងមកដើម្បីធ្វើការប្រៀបធៀបវាក៏ជាកម្រិតទី1នៃស្នៀតចេញពីគម្ពីរមាសវូមីងតាចាស់ពេជ្រចំណឹកសមានថាគេបានជាអាចបន្លឺសម្លេងនៃសរីរាង្គខាងក្នុងបែបនេះគេពេជ្រអាចធ្វើការអនុវត្តនៅគម្ពីរនោះបានដែររួចហើយពួកគេទាំងពីរក៏ចាប់ផ្ដើមផ្លាស់ប្ដូរនៅកណ្ដាប់ដៃខណៈដែលតាចាស់ក៏បន្តបោះសម្ដីបណ្ដាថាចង់ផ្ដល់ឱកាសឲ្យវ៉ាងសនមួយប្រកូលនៅគម្ពីរមាសនៃមេគាសម្ងាត់របស់គេភ្លាមមកប្រហែលជាគាត់អាចទុកជីវិតរបស់គេឲ្យនៃពេលនោះគេក៏បានដល់ទៅកាន់គាត់ស្រ័យថាយកសាប់តែប៉ុន្តែវាយខុសតែប៉ុណ្ណោះទេគាត់ក៏បានដាក់វិញពីជើងមួយទំហឹងបណ្ដាលឲ្យគេពិតជាមានការឈឺចាប់ប៉ាំងមកខាងក្រោយរួចហើយក៏ត្រូវបានធ្លាក់ឈាមមកទាំងកាដោយសារតែសរីរាង្គទាំង5របស់គេកំពុងតែមានការឈឺចាប់យ៉ាងខ្លាំងប្រៀបដូចជារាងកាយរបស់គេហៀមនៅក្នុងការលាយមិនដឹកសមត្ថថាតាចាស់នឹងប្រតិកម្មប្រហារដូចនេះឡើយដោយបន្តមកវ៉ាងសនក៏បន្តសរុបចូលទៅជាមួយល្បឿនរបស់គេផ្លាស់ប្ដូរកណ្ដាប់ដៃជាមួយតាចាស់នឹងចុះឡើងជាមួយល្បឿនឆ្វេងឆ្វាញដូចជាភ្នែកបន្ទោលបណ្ដាដៃ Sniper ពិតជាមានការវល់ខ្លាំងមែនទែននៅពេលនោះយហាដូចជាបានឃើញថាវ៉ាងសនតទៅកាន់គាត់មួយដៃមួយទំហឹងបណ្ដាព្រលឹងរបស់គាត់ចេញពីរាងកាយរួចហើយក៏ត្រូវបានប៉ាងកាយសម្បត្តិហើយផ្សែងជុកទៅតាចាស់ក៏បន្តកថាមិនអាចទៅរួចទេហើយវាបានជាអំណាចរបស់គេបែរជាការឡើងវ៉ាងសនក៏បានតបថារបស់ពិតមិនអាចឈ្នះរបស់ហ្វេតទេលោកមិនអាចធ្វើការប្រកួតប្រជែងជាមួយព្រះច័ន្ទដែលចែងចាំងបានឡើយបន្តប្រើវិធីសាស្ត្រជាមួយនឹងការកថាមើលទៅគេស្ទើរតែឈានដល់ដែនកំណត់របស់គេទៅហើយគួរតែបញ្ចប់បញ្ហាឲ្យបានឆាប់រហ័សតាចាស់ក៏បន្តស្រ័យយ៉ាងមិនជឿទេថាឯងពេជ្របានស្ទាត់ជំនាញវាបន្តស្រឹកចូលទៅស្រាប់តែវ៉ាងសនក៏បាន teleport មកខាងក្រោយតទៅកាន់គាត់មួយដៃកដាក្នុងពេញបឹបរួចក៏បន្តប្រើប្រាស់ល្បឿនដល់រហ័សរបស់គេនៅក្នុងការសាប់ទៅកាន់គាត់ចល័យនេះពេលនោះគាត់ក៏អាចចាប់ដៃរបស់គេចាប់បោករួចហើយក៏ត្រៀមជាមួយនឹងការផ្កាប់ចានទៅលើទៅហើយប៉ុន្តែវ៉ាងសននៅតែអាចធ្វើការឡាតជាមួយនឹងការតទៅកាន់គាត់មួយជើងប៉ាងវិញទេហើយគេក៏បន្តបញ្ចេញអំណាចជាមួយនឹងការនិយាយថារៀមច្បងនេះតែមិនយល់ទៀតមែនទេនៅអ្វីដែលគេហៅថាគម្ពីរคล้ายវាគឺជាគម្ពីរសោកសំណៅនោះហើយគឺជាคล้ายទៅយ៉ាងណាក៏ដោយគាត់នៅតែមិនជឿខណៈដែលវ៉ាងសនបន្តនៅក្នុងការសម្រុកចូលទៅនៃពេលនោះគាត់ក៏បានធ្វើការបញ្ចេញនៅខាផ្កាឈូវច្ឆរាទប់ទល់ជាមួយនឹងកណ្ដាប់ដៃរបស់វ៉ាងសនតែបីជាយ៉ាងណាក៏ដោយវ៉ាងសននៅតែអាចធ្វើការបំបែកនិងក៏ទម្លុះវាយប្រហាររាងកាយរបស់គាត់ផាច់បណ្ដាលឲ្យគាត់ត្រូវបានធ្លាក់ឈាមប៉ាងកើសម័យទៀតទេមើលទៅកាន់សភាពរបស់គាត់នៅពេលនេះហាក់ដូចជាវេទនាដុនដាមខ្លាំងមែនទែនហើយក៏ពេញចំណុចស្មានថាវ៉ាងសនពិតជាអាចធ្វើបានខណៈដែលគាត់សើទៅវ៉ាងសនក៏មានការអត់កម្លាំងផងដែរព្រោះតែសរីរាង្គទាំង5របស់គេស្ទើរតែដួលលំទៅហើយមើលទៅគម្ពីរមាសវូមីងរបស់លោកគ្រូសេលេស្ទាចាងពិតជាមានឫទ្ធានុភាពមែនគ្រាន់តែចលនាបើកឆាកបណ្ដាលឲ្យមាននៅការខូចខាតនៅខាងក្នុងយ៉ាងធ្ងន់ធ្ងរបែបនេះដោយយើងក៏លេចទៅមើលលំហអាកាសនៃបរិយាកាសខាងក្រៅមានយានអវកាសអាចកំបាំងកំពុងតែកចរនៅក្នុងយានបរិសម្នាក់ក៏និយាយពោលថាគ្រូសិល្បៈបុរាណចំណាស់អ្វីទៅគ្រាន់តែជាសម្រាប់មួយដុំតែប៉ុណ្ណោះបញ្ជាទៅកាន់ក្រុម Sniper គួរតែប្រើប្រាស់មធ្យោបាយផ្សេងទេតែបន្តមកពួកគេក៏ចាប់ផ្ដើមប្រើប្រាស់វិធីសាស្ត្រ Sniper វិញ្ញាណបាញ់សម្ដៅទៅកាន់វ៉ាងសនក្របដែលបានបាញ់វាក៏បានប្រែជាបាក់សីវិញ្ញាណមនសិការរបស់វ៉ាងសនប្រតិកម្មតនកិច្ចព្រមជាមួយនឹងការឆ្ងល់ថាតើនេះវាជាអ្វីទៅបន្តពីកិច្ចហើយមកទៅកាន់កន្លែងកាត់ហេតុវាក៏ហាក់ដូចជាបានដំណើរការហាក់ដូចជាប្លែកហូបពងតែធ្វើការលេបតបាក់
អូទីនៅវងសនព្រមជាមួយវិញ្ញាណរបស់គេដែលបណ្ដាលឲ្យគេមានអារម្មណ៍ថាកម្លាំងនៃជីវិតរបស់គេកំពុងតែអស់ទៅដែលបរិះនោះក៏បន្តទៅថាក្មេងនេះពិតជាចម្លែកមែនទែនដូច្នេះគេក៏បានធ្វើការបាញ់នៅមួយគ្រាប់ទៀតខណៈដែលវងសនគេក៏អាចរើបំរាស់បានហេបនៅក្នុងការចាក់ចែងគ្រាប់វាក៏បានហោះមកគៀកជាមួយវងសនទៅហើយនៅគ្រាបៀងងាប់បែបនេះបណ្ដាលឲ្យការយល់ឃើញក្រៅអារម្មណ៍របស់គេក៏ចាប់ផ្ដើមដំណើរការវាក៏មានសមត្ថភាពជួយឲ្យគេមើលឃើញនៅចលនា slow motion នៅកំឡុងពេលកិច្ចចលនាគេក៏បន្តគិតថាគួរទៅរកនៅកន្លែងសម្រាប់ពី3វិនាទីដើម្បីគេអាចធ្វើការចូលទៅក្នុងពិភពខាងក្នុងម្ដងទៀតហើយក៏បន្តគិតអំពីអាវុធរបស់ពួកគេប្រើប្រាស់វាត្រូវបានផលិតជាពិសេសសម្រាប់ការដោះស្រាយជាមួយអ្នកអាវុធខាតអញ្ចឹងដោយសារតែ Snapper មិនអាចធ្វើអ្វីទៅកាន់វងសនបានបរិះនឹងពិតជាមានការមួម៉ៅខ្លាំងមែនទែនខណៈដែលពួកគេក៏បន្តនៅក្នុងការបាញ់វងសនក៏បានគិតថាមើលទៅហាក់ដូចជាពេលរបស់គេចិត្តអត់ទៅហើយសលឹងមួយចឡើងឃើញអ្នកសាកសពរបស់សត្វក៏តែឃើញភ្លាមគេចង់ប្រើប្រាស់វាទប់ស្កាត់ការវាយប្រហារ3-2វិនាទីនៃពេលនោះគេក៏បានធ្វើការកវែងគប់សម្ដៅទៅកាន់ក្របរួចហើយគេក៏បានចូលមកកាន់មនសិការខាងក្នុងចង់ចាយពេលទីនេះរយៈពេល3ថ្ងៃវាស្មើទៅនឹង3វិនាទីនៅខាងក្រៅជាដំបូងគេត្រូវធ្វើការស្ដារនៅកម្លាំងសិនអញ្ចឹងបន្តពីចាយពេលវេលានៅក្នុងការព្យាបាលនៃពេលនេះឆ្អឹងឆ្អែងទៅសាយឈាមសាច់ដុំអវយវៈដតេដែលត្រូវបានខូចខាតវាក៏ត្រូវបានជាសះស្បើយហើយគេត្រូវតែបញ្ញាព្រោះតែពេលវេលាខាងក្រៅចិត្តអស់ហើយអញ្ចឹងបន្តពីព្យាបាលរួចហើយនៅខាងក្រៅគេក៏អាចធ្វើការកិច្ចអំពីការវាយប្រហាររបស់ពួកគេចុះឡើងតម្រាំតែអាចធ្វើការកិច្ចផុតបេទៅហើយមកពន្ធទីតាំងកន្លែងមួយខណៈដែលតាចាស់ក៏បានភ្ញាក់ពីការស្លាប់គេក៏បានគិតថាមើលទៅអាវុធនេះវាត្រូវការស្ដារនៅធម្មពលឡើងវិញមើលទៅពិបាកនៅក្នុងការទប់ទល់ជាមួយវាដេផ្ទាល់មែនបើទៅជាវិញ្ញាណនៃការអង្កេតរបស់គេនៅតែសកម្មក៏ដោយហេតុនេះគេក៏បន្តនៅក្នុងការចូលទៅក្នុងពិភពខាងក្នុងទៀតទេតាចាស់ពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងពន្លឺឈីដែលបានចេញអំពីរាងកាយរបស់វងសនការពិតនិងការបំភាន់ជាប់តាក់ទងនិងការបំភាន់បង្ហាញអំពីការពិតតើវាអាចថាចំណែកវងសនក៏បន្តកថាទម្លុះចូលទៅកាន់សតបទី5នៃរាងកាយវាគឺជាជំរឿសដែលសវត្ថភាពបំផុតឬក៏ចាប់ផ្ដើមបន្តនៅក្នុងការវឹកហាត់តាមគោលការណ៍របស់គេទេតាចាស់ក៏បន្តគិតថារាងកាយមានហូរចេញមកខាងក្រៅមិនគួរឲ្យជឿដែលគេអាចធ្វើការចូលទៅក្នុងពិភពខាងក្នុងដោយខ្លួនឯងដោយបរិះនៅក្នុងយានក៏បន្តបញ្ជាទៅកាន់ពួកគេឲ្យចាប់ផ្ដើមសកម្មភាពបន្តទៅនៅពេលនោះគាត់ក៏បានធ្វើការប្រាប់ទៅកាន់បរិះម្នាក់ហ្នឹងឲ្យឈប់ចាំបន្តិចទៅក្មេងប្រុសនេះមិនអាចស្លាប់បានឡើយគេក៏បានសួរថាយ៉ាងម៉េចគាត់ក៏បានប្រាប់ថាគាត់លែងត្រូវការនៅគម្ពីរអ្វីទៀតហើយប្រាប់ទៅកាន់មនុស្សរបស់ឯងឲ្យចាញ់ចេញទៅបែបនេះគេពិតជាខឹងមែនទែនកញ្ចាស់សំអុយលោកគួរតែបញ្ចុះសាបជាមួយនឹងគេទៅខណៈដែលគាត់ក៏បានធ្វើការផ្ដាច់នៅការតាក់ទងដូចគ្នាអញ្ចឹងបន្តពីវងសនបញ្ចប់នៅការវឹកហាត់គេក៏បានធ្វើការបើកភ្នែកឡើងខណៈដែលគាត់ក៏បន្តពោលឡើងថាត្រឹមត្រូវហើយមានតែអ្នកធ្លាប់ទៅកាន់ទីនោះទេទើបអាចធ្វើការបង្កើតណាភូតហាត់បែបនេះនៅពេលនេះវងសនក៏បានឈានទៅកាន់សតបទី5នៃរាងកាយវាទៅហើយនៅក្នុងអាណាចក្រសម្ងាត់អណ្ដាតភ្លើងខាងវិញ្ញាណដែលមានពណ៌មាសកំពុងតែធ្វើការឆាបឆេះយ៉ាងខ្លាំងហើយវងសនគេពិតចម្ដឹងថាគឺជាអ្វីទេវាថែមទាំងអាចធ្វើការផ្លាស់ប្ដូរទម្រង់បែបបទទៀតផងបើតើអណ្ដាតភ្លើងខាងវិញ្ញាណនេះត្រូវបានការចេញពីអំណាចខាងវិញ្ញាណហៀបនៅក្នុងការកាត់បន្ថែមទៅឲ្យស្រាប់តែនៅលើលំហមេឃមានអ្វីទេចាប់ផ្ដើមទម្លាក់មកអ្នកទាំងពីរក៏បានឃើញផងដែរបន្តពីវាមកដល់ហើយក៏ចាប់ផ្ដើមបាញ់នៅអំណាចធម្មពលយ៉ាងខ្លាំងបង្កើតបានជាដុំអំណាចនៃការលេបតបាក់យ៉ាងសម្បើមមានតែចំហាយរន្ទះចាប់ទៅកាន់វងសនមិនឲ្យគេកម្រើកបានឡើយគេឆ្ងល់ឲ្យថាតើគឺជាអ្វីពិតប្រាកដទៅនៃពេលនោះអំណាចនៃការលេបតបាក់ក៏ចាប់ផ្ដើមស្រុបទៅកាន់អ្នកទាំងពីរវងសនព្រមជាមួយនឹងគាត់ព្យាយាមនៅក្នុងការទប់ទល់មែនតែនវងសនគេហាក់ដូចជាមានអារម្មណ៍ថាដូចជាមានកម្លាំងនៃសម្ពាធ10000ដងដាក់ទៅកាន់គេមិនឲ្យគេកម្រើកបានឡើយនៅសល់ពេលនោះផងដែរ Snapper ទាំងពីរក៏បន្តបាញ់គ្រាប់មកហើយគ្រាប់នោះវាក៏បានធ្វើការហោះប្រមូលផ្ដុំទៅលើវេហាតែវាបានធ្វើការទម្លាក់ចុះមកខាងក្រោមបង្កើតបានដូចជានិមិត្តសញ្ញាត្រាថៃជីឬក៏យើងចំណាំហៅថាយិនយ៉ាងនៅលើវេហាហាក់ដូចជាមាននៅប្រហោងមួយបានទម្លុះជាមួយចំហាររន្ទះយ៉ាងខ្លាំងក្លាតាចាស់គាត់ក៏បានដឹងឲ្យថានេះគឺជាវិធីសាស្ត្រនៃទណ្ឌកម្មផ្គររន្ទះនិយាយទៅកាន់បរិម្នាក់នឹងក្មេងម្នាក់នេះគេពិតជាមានចិត្តក្លាហានដែលហ៊ានបើកនៅការបង្កើតពីចម្ងាយតែនេះវាគឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយនៃពេលនោះវងសនក៏បានចោលដុំថ្មបំផ្លាញនៅរ៉ូបតមួយប៉ុន្តែការបង្កើតនៅតែបន្តដំណើរការមើលទៅវាគួរតែមានចំណុចខ្សោយនៅកន្លែងណាមួយហើយព្យាយាមវាយនៅក្នុងការបំវាយប៉ុន្តែហាក់ដូចជាមិនអាចឡើយនៃពេលនោះរន្ទះក៏បានបាញ់បណ្ដាលឲ្យគេគេចហើយតាចាស់ក៏បានប្រាប់ទៅកាន់គេថាគ្មានប្រយោជន៍ទេនេះគឺជាការបង្កើតទណ្ឌកម្មផ្គរលាន់ទាំង5នៃឋានសួគ៌ដែលត្រូវបានកែប្រែដោយសិល្បៈថ្មីបើសិនជាវាយប្រហារតបតដោយគ្មាននៅបញ្ញាគិតវាប្រកាសជាមានហានិភ័យកាន់តែឆាប់រហ័សហើយក៏មិននឹកស្មានថាពួកគេប្រើប្រាស់នៅវិធីសាស្ត្រនេះជាសិលឹកបៀនោះទេសួរទៅកាន់វងសនតើសាលាបង្ហាត់សិល្បៈចាស់ៗរបស់គេបានធ្វើការបង្រៀននៅការទូទាជាមូលដ្ឋានមែនទេគេក៏បានតប yes ហើយនេះគាត់ក៏បានប្រាប់បន្តឲ្យគេធ្វើការបោះជំហានជាតម្រងត្រីកោណធ្វើការភ្ជាប់ពីខានតលីរក្សាកុំឲ្យផ្គរលាន់វាយប្រហារបេះដូងរបស់ឯអសោះឬក៏ទៅកាន់ចន្លោះខាននឹងលីរក្សាចំហរបស់ឯងនៅទីនោះចំណែកកិច្ចការនៅសល់ទុកឲ្យគាត់នៃពេលនោះវងសនគេក៏បានធ្វើតាមការប្រាប់របស់គាត់ឬឲ្យស្រាប់តែគាត់បានប្រើប្រាស់នៅការចុចជីបចររបស់គាត់បណ្ដាលឲ្យគាត់ពិតជាមានការជិះចាប់ធ្លាក់ឈាមកាន់តែខ្លាំងនិងក៏បន្តស្រែកចាស់នៅការសាយភីវងសនក៏បានស្រែកថារៀមច្បង
ហើយក៏បន្តកើតតាមពិតគាត់បានធ្វើការបង្ខំសក្តានុពលរបស់គាត់ឲ្យភ្ញាក់ឡើងខណៈដែលគាត់ក៏បន្តស្រ័យថាផ្គរលាន់បន្លឺឡើងពីពេញផ្ទៃមេឃផ្នែកបន្តភ្លឺចែងចាំងពីពេញផែនដីចិនគឺជាខ្យល់សុនគឺជាភ្លៀងចំណែកខាន់គឺជាទឹកលីគឺជាអណ្ដាតភ្លើងចំណែកកិនគឺជាភ្នំលាក់បាំងនៃផ្គរលាន់ទួយគឺជាវាលភក់តាក់ទាញនៅភ្នែកបន្ទោលខណៈដែលភ្នែកបន្ទោលបានវាយប្រហារមកគាត់ក៏បានស្រ័យថាឆាប់ឡើងរួយក៏បានសរកចូលទៅទប់ទល់ជាមួយនឹងការវាយប្រហាររបស់វាដែលបណ្ដារាងកាយរបស់គាត់ត្រូវបានភ្នែកបន្ទោលយ៉ាងច្រើនឆក់សំកាំងលើអាកាសស្រ័យពោពេញទៅដោយការឈឺចាប់វ៉ាងសុនក៏បានស្រ័យថារៀមច្បងដោយបរិះនោះក៏បាននិយាយថាហ៊ានព្យាយាមនៅក្នុងការបំបីទម្រង់ផងមែនទេសម្លាប់គេចោលទៅដោយបរិះកាន់ស្នាប់គេក៏បន្តថាការដំណើរការបានបញ្ចប់រួចហើយរាងកាយរបស់គាត់នៅពេលនេះត្រូវបានចម្រាញ់ដោយតនកម្មផ្គររន្ទះបើទៅជាក្របកំភ្លើងប្រភេទលេសុនក៏មិនអាចធ្វើអ្វីទៅកាន់គាត់បានឡើយតែចាស់គាត់ក៏បន្តថាភ្នែកបន្ទោលឋានសួគ៌បានក្របដណ្ដប់ផ្សាយភាររាងកាយរបស់គាត់ទៅហើយគាត់ក៏ហ៊ាននៅក្នុងការរលាយបាត់ទៅជាមួយនឹងការបង្កើតផងដែរប្រាប់ទៅកាន់វ៉ាងសុននៅកំឡុងពេលការបង្កើតត្រូវបានលាយគេគួរទៅប្រញាប់នៅក្នុងការចាក់ចែងជាបន្ទាន់គេក៏សួរចុះគាត់ក៏បានប្រាប់ថាផ្គរលាន់បានធ្វើការលេបតបាក់នៅសរីរាង្គទាំង5របស់គាត់ទៅហើយដែលជាហេតុបណ្ដារាងកាយរបស់គាត់បានខ្លាចជាសាកសពហើយគាត់ក៏ពេញចំណិតស្មានថាមុនពេលដែលគាត់ស្លាប់គាត់បានឃើញក្តីសង្ឃឹមចំពោះសិល្បៈចាស់ៗដែលបានស្ថិតនៅក្នុងរាងកាយរបស់វ៉ាងសុនការលះបង់នេះពិតជាមានតម្លៃសម្រាប់គាត់មែនទែនប្រាប់ទៅកាន់វ៉ាងសុនដើរលើផ្លូវនៃសិល្បៈចាស់ៗជំនួសឲ្យគាត់គេក៏សន្យាថាមិនឲ្យគាត់ខកចិត្តទេនៃពនុត្រាទាំង5ចាប់ផ្ដើមផុសឡើងលើវេហាហើយគាត់ក៏បន្តប្រាប់ទៅកាន់វ៉ាងសុនថានៅពេលមានឱកាសសូមជួយកសាងសាលាជ្រឹកមួយឲ្យគាត់ផងស្ថិតនៅក្នុងទីក្រុងអាននៃប្រាសាទភូហ្វាហើយគាត់ក៏បានប្រាប់ឈ្មោះថាគាត់មានឈ្មោះថាសុនឆឹងខុននៅទីតាំងដែលគាត់បានប្រាប់គឺជាកន្លែងដែលគាត់បានសិក្សាជាមួយនឹងគ្រូរបស់គាត់នៃពនុគាត់ក៏បាននិយាយពាក្យចុងក្រោយថាគោលការណ៍គឺជាមូលដ្ឋាននឹងធ្វើឲ្យច្បាប់មាននៅប្រជាប្រិយការបង្កើតច្បាប់ខ្លួនឯងគ្មានឫសគល់ទេហើយបើសិនជាបុគ្គលម្នាក់បានស្ដាប់នៅមេគានៅពេលព្រឹកពួកគេប្រកាសជាអាចសម្រាកដោយស្ងប់ចិត្តនៅពេលល្ងាចនៅពេលនេះទ្វារនៃជីវិតត្រូវបានបើកហើយមានតែចំហាយបំផ្ទុះយ៉ាងខ្លាំងក្លាខណៈដែលគាត់ក៏បានស្រែកទៅឲ្យវ៉ាងសុនប្រញាប់ទៅខណៈដែលវ៉ាងសុនបានចាក់ចែងការបំផ្ទុះនេះវាក៏បានធ្វើការបំភ្លេចបំផ្លាញចេះនៅការសាយភាយវ៉ាងសុនគេក៏បានងាកមើលជាមួយនឹងការគិតថារៀមច្បងលោកបានធ្វើបែបនេះចំពោះខ្ញុំប្រកាសជាតបស្នងដោយសេចក្តីសប្បុរសនឹងការគ្រប់ស្នេហ៍ហើយបច្ចុប្បន្នដឹងថាវ៉ាងសុននៅណាទេបន្តពីសុនឆាំងខុនបានលាយទៅតាមផ្ទះបាញ់នៃកណ្ដោះវ៉ាងសុនក៏បានផុសឡើងនៅចំពោះមុខតទៅកាន់គៀងមួយជើងបាត់កទៅម្នាក់ទៀតបន្តពីឃើញបែបហ្នឹងមានតែការផាត់ភ័យមែនតែនចង់ដាក់មេប្រួយប៉ុន្តែវ៉ាងសុនក៏បាន teleport នៅចំពោះមុខរួចក៏បានសាប់ទៅកាន់គេ80ដៃផាច់ចោលឡើងមួយដៃចុងក្រោយបណ្ដាលឲ្យគេប៉ៅខ្ទប់ជាមួយទៅសងាប់បាត់ទៅហើយវ៉ាងសុនក៏បន្តនៅក្នុងការឈរនៅហាលភ្លៀងសម្លឹងមើលទៅកាន់ផ្ទៃមេឃដែលពងតែអ៊ូអាប់រួចក៏បន្តបិទភ្នែកគិតថាគុំប្រមអីខ្ញុំប្រកាសជាបន្តនៅសិល្បៈចាស់មិនឲ្យគាត់ខកចិត្តឡើយពីព្រោះតែគេបានរកឃើញផ្លូវនេះរួចទៅហើយគេពេចចម្លែកសម័យតទៅសោះថាគេគឺជាសិស្សម្នាក់ប៉ុន្តែក៏បានឆ្លងកាត់នៅសម្រាប់ភូមិរំមិនអស់ដើរទៅលើខ្សែបន្តនៃជីវិតនៃការស្លាប់ព្រោះគ្មានផ្លូវទៅឡាប់រូបកាយវិញ្ញាណទេមានតែការខ្លាចជាមនុស្សរងមមតែប៉ុណ្ណោះទើបអាចឈានដល់ចំណុចកំពូលនៃសិល្បៈចាស់នេះហើយគឺជាផ្លូវរបស់គេដែលបានជ្រើសរើសបន្ទាប់ពីសម័យរឿងរ៉ាវកន្លងផុតទៅហើយគេក៏បន្តឡើងកម្មចដាហើយក៏សោពេជាមួយគ្នាអេពីសូតរបស់យើងក៏ត្រូវបានស្លេះកន្លែងនឹងឯងបើយល់ថាសាច់រឿងល្អមើលកុំភ្លេចខមមិននៅខាងក្រោមវីដេអូម្នាក់មួយនិង like វីដេអូម្នាក់មួយអធិស្ឋានបើមាននៅកន្លែងណាខុសឆ្គងពីសំណាក់ពេលនេះ admin មេប៉ាក់លុយមុនក៏សូមអរគុណសម្រាប់សួរបាយបាយ